កិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអាមេរិកនិងរុស្ស៊ីចប់ហើយតើពិភពលោកប្រឈមគ្រោះថ្នាក់អ្វីខ្លះសន្ធិសញ្ញានុយក្លេអ៊ែររវាងអាមេរិកជាមួយនឹងរុស្ស៊ីដែលជាភាសាអង់គ្លេសហៅថា New START បានឈានដល់ទីបញ្ចប់ជាស្ថាពរហើយដែលកត្តានេះធ្វើឲ្យពិភពលោកប្រឈមហានិភ័យធ្លាក់ចូលទៅក្នុងគ្រោះថ្នាក់នៃការប្រកួតប្រជែងសភាវុធសូមជម្រាបជូនប្រិយមិត្តផងដែរថា New START គឺជាសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរចុងក្រោយបង្អស់ដែលនៅសេសសល់រវាងអាមេរិកហើយនិងរុស្ស៊ីដែលសន្ធិសញ្ញាមួយនេះបានដាក់កំហិតឲ្យប្រទេសនីមួយៗមានគ្រាប់ក្បាលនុយក្លេអ៊ែរយុទ្ធសាស្ត្រមិនឲ្យលើសពីចំនួន1550គ្រាប់ទេហើយនឹងមីស៊ីលបាញ់ឆ្លងទ្វីប ICBM មិនឲ្យលើសពីចំនួន700គ្រាប់នោះទេនៅពេលនេះសន្ធិសញ្ញាមួយនេះបានបញ្ចប់ហើយវាគឺជាលើកដំបូងនៅក្នុងរយៈពេល50ឆ្នាំដែលសន្ធិសញ្ញានៃការគ្រប់គ្រងនុយក្លេអ៊ែរនេះត្រូវបានចប់ដោយពេលនេះគ្មានច្បាប់សម្រាប់កំណត់ចំនួនអាវុធនុយក្លេអ៊ែររវាងអាមេរិកនិងរុស្ស៊ីទៀតឡើយដែលវាពិតជាបង្កឲ្យមានការភ័យខ្លាចអំពីការកើនឡើងនូវហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរបើយោងទៅតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃទី4ខែកុម្ភៈឆ្នាំ2026កន្លងទៅនេះបានដឹងថាសន្ធិសញ្ញានុយក្លេអ៊ែរ New START បានផុតកំណត់ជាផ្លូវការកាលពីថ្ងៃទី5ខែកុម្ភៈហើយទីក្រុងមូស្គូនៅមិនទាន់ទទួលបានការឆ្លើយតបណាមួយជាផ្លូវការពីសហរដ្ឋអាមេរិកជំវិញការបន្តសន្ធិសញ្ញានេះនៅឡើយទេហើយក្រសួងការបរទេសរុស្ស៊ីក៏បានបញ្ជាក់ផងដែរថារុស្ស៊ីនឹងត្រៀមខ្លួនជានិច្ចដើម្បីឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការគម្រាមកំហែងនានាដែលអាចកើតមានឡើងប៉ុន្តែរុស្ស៊ីនឹងនៅតែបន្តបើកចំហសម្រាប់កិច្ចសន្ទនាបន្ទាប់ពីការរលាយរលត់នៃកិច្ចព្រមព្រៀងនៃការគ្រប់គ្រងអាវុធនុយក្លេអ៊ែរមួយនេះហើយបើសិនជាគេមានចេតនាទុកចោលគំនិតព្រួយផ្ដើមរបស់យើងដោយគ្មានការឆ្លើយតបដូច្នេះទីក្រុងមូស្គូសន្មតថាភាគីនៃសន្ធិសញ្ញា New START លែងត្រូវបានចងភ្ជាប់ដោយកាតព្វកិច្ចឬសេចក្តីថ្លែងការណ៍សមាមាត្រណាមួយទៀតហើយបើយើងងាកមកមើលពីខាងអាមេរិកវិញលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានសម្រេចចិត្តបដិសេធសំណើរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅក្នុងការបន្តសុពលភាពសន្ធិសញ្ញាមួយនេះរយៈពេល1ឆ្នាំទៀតដោយលោកបានរិះគន់ធ្ងន់ធ្ងរថាកិច្ចព្រមព្រៀងដែលចុះហត្ថលេខាកាលពីឆ្នាំ2010គឺជាការចរចាដ៏អាក្រក់ហើយកំពុងត្រូវបានរំលោភបំពានយ៉ាងខ្លាំងហើយបន្ថែមពីនោះលោក Trump បានទទូចឲ្យអ្នកជំនាញនុយក្លេអ៊ែរចាប់ផ្ដើមរៀបចំសន្ធិសញ្ញាថ្មីមួយដែលវាមានលក្ខណៈទំនើបនិងប្រសើរជាងមុនដើម្បីធានាបាននូវស្ថិរភាពយូរអង្វែងសម្រាប់ពេលអនាគតបន្ថែមពីលើនោះលោកត្រាំក៏មានចេតនាចង់ឲ្យចិនចូលរួមផងដែរនៅក្នុងកិច្ចព្រមព្រៀងថ្មីដែលមហាអំណាចចិននៅពេលនេះមានឃ្លាំងអាវុធនុយក្លេអ៊ែរកំពុងតែកើនឡើងយ៉ាងខ្លាំងបើទោះបីជាក្រសួងការបរទេសចិនបានប្រកាសបដិសេធចូលរួមក្នុងកិច្ចព្រមព្រៀងកាត់បន្ថយអាវុធនេះក៏ដោយការបញ្ចប់កិច្ចព្រមព្រៀងមួយនេះគឺជាចំណុចដ៏រសើបនិងគឺជាចំណុចដ៏គួរឲ្យព្រួយបារម្ភហើយបើយើងយោងទៅតាមលោក Karim Haggage ដែលជានាយកវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិនៅក្នុងទីក្រុង Stockholm បានសរសេរបទវិភាគមួយដែលបានលើកឡើងថាការបញ្ចប់ New START នឹងធ្វើឲ្យពិភពលោកក្លាយជាពិភពដែលគ្មានដែនកំណត់និងគ្មានតម្លាភាពហើយលោកក៏បានបន្ថែមទៀតផងដែរថានឹងមានការប្រកួតប្រជែងសភាវុធថ្មីពោលគឺចំនួនក្បាលគ្រាប់នុយក្លេអ៊ែរនឹងកើនឡើងហើយចិនបានបង្កើនក្បាលគ្រាប់ពី300ដល់ទៅ600គ្រាប់នៅក្នុងរយៈពេល5ឆ្នាំចុងក្រោយហើយអាចនឹងមានមីស៊ីល ICBM ដែលជាប្រភេទមីស៊ីលបាញ់ឆ្លងទ្វីបនឹងស្មើចំនួនអាមេរិកឬក៏ស្មើនឹងរុស្ស៊ីនៅត្រឹមឆ្នាំ2030ហើយលោកក៏បន្តទៀតផងដែរថានៅពេលដែលគ្មានការចោះត្រួតពិនិត្យនិងការដោះដូរទិន្នន័យប្រទេសនីមួយៗនឹងចាប់ផ្ដើមរៀបចំផែនការយោធាផ្អែកលើការស្មាននៅក្នុងសេណារីយ៉ូអាក្រក់បំផុតដែលងាយបង្កឲ្យមានការយល់ច្រឡំនិងការផ្ទុះអាវុធដោយអចេតនាហើយបន្ថែមពីលើនេះប្រទេសទាំងឡាយនឹងលែងជឿលើការរំសាយអាវុធនុយក្លេអ៊ែរទៀតហើយដូច្នេះវាអាចជំរុញឲ្យប្រទេសជាច្រើនដែលមានដូចជាជប៉ុនកូរ៉េខាងត្បូងប៉ូឡូញនិងអ៊ុយក្រែនពិចារណាចង់បានអាវុធនុយក្លេអ៊ែរសម្រាប់ខ្លួនឯងផងដែរហើយមួយវិញទៀតការបាត់បង់សន្ធិសញ្ញា New START នេះមានន័យថាលែងមានការគ្រប់គ្រងលើអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រទៀតហើយពេលនេះរុស្ស៊ីមានប្រហែល1477គ្រាប់ដែលវាពិតជាគ្រោះថ្នាក់បំផុតសម្រាប់សន្តិសុខអឺរ៉ុបបើយើងងាកមកស្ដាប់ពីលោកនិពន្ធនាយកទស្សនាវដ្តី National Defense គឺលោក
Igor Korocheko បានប្រាប់សារព័ត៌មាន Sputnik ថារុស្ស៊ីហើយនិងអាមេរិកកំពុងប្រឈមមុខនឹងយុគសម័យក្រោយសង្គ្រាមត្រជាក់ក្រោយការបញ្ចប់ New START ហើយលោកក៏លើកឡើងដែរថាសហរដ្ឋអាមេរិកអាចនឹងដំឡើងក្បាលគ្រាប់នុយក្លេអ៊ែរឡើងវិញដោយសម្ងាត់និងយ៉ាងឆាប់រហ័សលើមីស៊ីល ballistic បាញ់ពីដីគោកនិងពីសមុទ្រដែលធ្លាប់ត្រូវបានដកចេញក្រោមកិច្ចព្រមព្រៀងមួយនេះហើយរុស្ស៊ីក៏អាចពង្រឹងសក្តានុពលនៃការវាយប្រហារតបតវិញជាពិសេសតាមរយៈមីស៊ីលចល័តប្រភេទ JAS និងអាចចាប់ផ្ដើមការផលិតមីស៊ីលបាញ់ចេញពីផ្លូវរថភ្លើងប្រភេទ Baguzin ឡើងវិញផងដែរហើយលោកក៏បានបន្ថែមទៀតថាទីក្រុង Washington អាចនឹងមានគោលដៅសម្រាប់ឲ្យបាននៅឧត្តមភាពយោធាបច្ចេកទេសលើរុស្ស៊ីនៅក្នុងផ្នែកអាវុធនុយក្លេអ៊ែរតាមរយៈការពង្រីកកម្លាំងនុយក្លេអ៊ែររបស់ខ្លួនឬដោយការអភិវឌ្ឍប្រព័ន្ធការពារមីស៊ីលសកលនៅអាមេរិកខាងជើងក្នុងពេលដំណើរគ្នាជុំវិញការបញ្ចប់សន្ធិសញ្ញានៃការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ New START នេះបើយើងងាកមកស្ដាប់ពីអគ្គលេខាធិការអង្គការសហប្រជាជាតិគឺលោក Antonio Guterres ក៏ព្រមានដែរថានេះគឺជាពេលវេលាដ៏ផុយស្រួយសម្រាប់សន្តិសុខពិភពលោកហើយភាពតានតឹងភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្នដូចជាចំនួននៅអ៊ុយក្រែនបូករួមជាមួយនឹងអវត្តមាននៃច្បាប់ទម្លាប់នៅក្នុងការគ្រប់គ្រងអាវុធធ្វើឲ្យលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយនេះហើយលោក Guterres បានអំពាវនាវឲ្យទីក្រុង Moscow ហើយនិងទីក្រុង Washington វិលត្រឡប់មករកតុចរចាវិញជាបន្ទាន់ដោយឈានដល់កិច្ចព្រមព្រៀងនៅលើក្របខ័ណ្ឌបន្ទាប់ដើម្បីស្ដារដែនកំណត់ដែលអាចផ្ទៀងផ្ទាត់បានកាត់បន្ថយហានិភ័យនិងពង្រឹងសន្តិសុខរួមជាមួយគ្នាគូជំរាបផងដែរថាសន្ធិសញ្ញា New START បានចុះហត្ថលេខាដោយអាមេរិកហើយនិងរុស្ស៊ីនៅក្នុងឆ្នាំ2010រួចសន្ធិសញ្ញានេះក៏បានចូលជាធរមាននៅក្នុងរយៈពេល1ឆ្នាំក្រោយហើយនៅឆ្នាំ2021ប្រទេសទាំងពីរបានសម្រេចបន្តសន្ធិសញ្ញានេះឡើងវិញម្ដងទៀតរយៈពេល5ឆ្នាំសន្ធិសញ្ញានេះបានបែងចែកថាភាគីនីមួយៗមិនអាចដាក់ពង្រាយមីស៊ីលផ្លោងអន្តរទ្វីប ICBM លើសពី700គ្រាប់មីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក SLBM និងយន្តហោះទម្លាក់គ្រាប់បែកដែលមានអាវុធនុយក្លេអ៊ែរបានទេហើយកិច្ចព្រមព្រៀងនេះទៀតសោតក៏រួមបញ្ចូលវិធានការផ្ទៀងផ្ទាត់ផងដែររួមមានទាំងការផ្លាស់ប្ដូរទិន្នន័យការជូនដំណឹងនិងការត្រួតពិនិត្យនៅនឹងកន្លែងដែលត្រូវបានរៀបចំឡើងដើម្បីកាត់បន្ថយការមិនទុកចិត្តនិងការពារការគណនាខុសជាដើមហើយបើយើងងាកទៅមើលការពីខែកញ្ញាឆ្នាំ2025នៅក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ីប្រធានាធិបតី Vladimir Putin បានប្រកាសថាប្រទេសលោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្តតាមការរឹតបន្តឹងក្រោមក្របខ័ណ្ឌនៃ New START សម្រាប់រយៈពេល1ឆ្នាំទៀតបន្ទាប់ពីសន្ធិសញ្ញានេះផុតកំណត់តែនៅពេលនេះសន្ធិសញ្ញានេះបានផុតកំណត់ហើយប៉ុន្តែលោកត្រាំបើជាបង្ហាញសញ្ញាថាអាមេរិកនឹងមិនបន្តសន្ធិសញ្ញាបច្ចុប្បន្ននេះទេដោយលោកទុកឲ្យវាផុតកំណត់ហើយនឹងចង់បង្កើតការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងថ្មីឲ្យកាន់តែប្រសើរជាងនេះសូមអរគុណសម្រាប់ការទស្សនាជួបគ្នានៅក្នុងវីដេអូក្រោយបន្តទៀត